ចាស់នេះខ្ញុំសូមជម្រាបសួរបងប្អូនដែលជាកូនសិស្សជា fan របស់ថ្នាក់រៀនបាជឿនិងហ្វុងស៊ុយកូនទន្សាយបៃតងសប្តាហ៍មុននាងខ្ញុំបានផុសនៅ slide មួយនេះជូនដល់បងប្អូនទាំងអស់គ្នាពាក់ព័ន្ធជាមួយនឹងពេលវេលាដាក់អំបិលបញ្ញភូតបន្ទុះលៀបនៅក្នុងខែមមីខែមិថុនានៅទិសខាងត្បូងចឹងយើងដឹងហើយថាខែមមីបានចូលតាំងពីថ្ងៃទី5ខែមិថុនាវេលាម៉ោង 11:50 នាទីយប់ពេលវេលាខែថ្មីចូលមកនៅពេលណាតារាសាស្ត្រនឹងចោះចោលប្រចាំខែថ្មីគឺចូលមកជាមួយនៅពេលវេលានោះដូច្នេះតារាសាស្ត្រប្រចាំខែមមីឆ្នាំ2026ចោះតាំងពីម៉ោង 11:50 នាទីយប់ថ្ងៃទី5គឺតារាសាស្ត្រផ្កាយលេខ4ចោះនៅទីតាំងក្រាស់ផ្ទះនៅពេលដែលយើងដឹងថាផ្កាយប្រចាំខែមមីចោះលេខ4ក្រាស់ផ្ទះយើងដើរតារាសាស្ត្រទៅតាមតារាងឡស៊ូយើងនឹងឃើញថាផ្កាយលេខ5នៅទិសជើងជើងលិចផ្កាយលេខ6នៅទិសខាងលិចផ្កាយលេខ7នៅទិសជើងជើងកើតផ្កាយលេខ8នៅទិសត្បូងផ្កាយលេខ9នៅទិសខាងជើងផ្កាយលេខ1នៅទិសត្បូងជើងលិចផ្កាយលេខ2នៅទិសខាងកើតផ្កាយលេខ3នៅទិសខាងត្បូងជើងទិសខាងកើតដូច្នេះបងប្អូនខ្ញុំឲ្យបងប្អូនសម្លឹងមើលទៅលើទីតាំងទិសខាងត្បូងនៅក្នុងខែមមីខែមិថុនាឆ្នាំ2026នេះយើងនឹងឲ្យថាផ្កាយចោះប្រចាំឆ្នាំមមីគឺផ្កាយលេខ5ចោះនៅទិសខាងត្បូងដោយសារផ្កាយលេខ1នៅក្តារផ្ទះហើយនៅក្នុងខែមមីនេះខែត្រួតឆ្នាំត្រួតខែបងប្អូនទាំងអស់គ្នាខែនេះគឺឆ្នាំមមីខែមមីយើងមើលទៅលើទីតាំងទិសខាងត្បូងគឺទិសមមីទៀតចឹងគ្រាន់តែមមី3ត្រួតឆ្នាំមមីខែមមីរីឯទិសខាងត្បូងក៏ទិសមមីដែរដោយសាររៀបនឹងចូលខែមមីនេះមានបងប្អូនជាច្រើនដែលគាត់ឈូឆោឡោពាក់ព័ន្ធជាមួយនឹងការទាញលៀបនៃការដាក់អំបិលបញ្ញភូតនៅទិសខាងត្បូងដែលបានឥទ្ធិពលពីផ្កាយលេខ5ប្រចាំឆ្នាំបូកជាមួយនឹងផ្កាយលេខ8ប្រចាំខែមមីនេះខ្ញុំឃើញបងប្អូនច្រើនណាស់ដែលគាត់ឈូឆោឡោចង់បានវេលាដាក់អំបិលបញ្ញភូតនៅទិសខាងត្បូងនៅក្នុងខែមមីនេះទ្រឹស្ដីក្បួនតម្រាចិនសាយដែលនិយាយពាក់ព័ន្ធជាមួយនឹងហ្វុងស៊ុយនៃតារាសាស្ត្រដែលផ្កាយលេខ5ជួបជាមួយនឹងផ្កាយលេខ8នៃពេលវេលាចដែលចូលមកមិនថាឆ្នាំជួបខែឬខែជួបថ្ងៃឬថ្ងៃជួបម៉ោងដែលផ្កាយលេខ5គឺជាផ្កាយគ្រោះមហន្តរាយប៉ុន្តែក៏ជាផ្កាយធាតុដីផ្កាយលុយដ៏មហិមាផ្កាយលេខ8គឺជាផ្កាយធាតុដីផ្កាយលុយលំហូរលុយជារៀងរាល់ថ្ងៃនៅក្នុងក្បួនហ្វុងស៊ុយនៃតារាសាស្ត្រផ្កាយលេខ5ជួបផ្កាយលេខ8គឺយើងអាចបន្ទោះលៀបដើម្បីទាញលៀបនៃឥទ្ធិពលអំបិលបញ្ញភូតគឺអំបិលដែលយើងប្រើកាក់6ដែលគ្រូខ្លះគាត់ប្រើរហូតដល់កាក់7ហើយយើងប្រើទឹកអញ្ចឹងខុសអំពីការបន្សាបតារាសាស្ត្រផ្កាយលេខ5នៅក្នុងក្បួនថ្នាក់រៀនខ្ញុំនៅទិសខាងត្បូងកាលពីដើមឆ្នាំកុំឲ្យយកមកលុកឡំគ្នាពេលដែលយើងនិយាយអំពីការបន្ទោះអំបិលបញ្ញភូតដើម្បីទាក់ទាញលៀបនៃផ្កាយលេខ5ជួបផ្កាយលេខ8នៃពេលវេលាឆ្នាំខែជួបគ្នាឬមួយក៏ខែនិងថ្ងៃជួបគ្នាបងប្អូនទាំងអស់គ្នាវត្ថុដែលយើងយកមកនៅក្នុងការផ្សំដែលគេហៅអំបិលបញ្ញភូតហ្នឹងបងប្អូនខ្លះគាត់ស្គាល់អំបិលបញ្ញភូតជាអីទេប៉ុន្តែគាត់ឮគេឈូឆោចៅឡៅគាត់ចង់ដាក់អំបិលបញ្ញភូតដើម្បីបន្ទោះលៀបដែរអញ្ចឹងបងប្អូនមកដឹងអំពីពាក្យថាអំបិលបញ្ញភូតគឺមានគ្រឿងផ្សំអីគេខ្លះខ្ញុំនិយាយពាក្យគ្រឿងផ្សំតែម្ដងណាបងប្អូនអាចប្រើជាចានគោមកែវថ្លាខ្ញុំប្រើចានគោហ្មងណាឬមួយក៏ក្រឡថ្លាបងប្អូនប្រើក្រឡថ្លាគឺស្អាតហើយយើងអាចមើលនៅពេលដែលក្រាមអំបិលបន្ទោះឡើងយើងប្រើអំបិលគ្រួសធម្មតាក៏បានអំបិលហិមាល័យក៏បានដែរបន្ទាប់មកគឺយើងប្រើកាក់6រៀបជារង្វង់ដែលលោកគ្រូអ្នកគ្រូខ្លះគាត់ប្រើកាក់7អញ្ចឹងបងប្អូនអាចធ្វើទៅតាមជំនឿលោកគ្រូអ្នកគ្រូជាអាយដលរបស់បងប្អូនមើលសិនជាបងប្អូនសួរថាអំបិលត្រូវដាក់ប៉ុន្មានគីឡូគឺខ្ញុំអាចជម្រាបបានទេអាស្រ័យទៅលើចានគោមគីឡូកែវអំបិលរបស់បងប្អូនប៉ុណ្ណាអញ្ចឹងយើងស្មានទៅយើងអាចប្រើអំបិលលើសពី1ភាគ2បានន័យថាលើសពីពាក់ក្រានៃក្រឡដែលយើងប្រើប្រាស់ប៉ុន្តែឲ្យអំបិលនោះស្ថិតនៅក្រោមកកែវកុំឲ្យហួសកកែវបន្ទាប់មកយើងរៀបកាក់6ហើយយើងចាក់ទឹកឲ្យបានត្រឹមកកែវអត់ឲ្យពេញទេត្រឹមកកែវដើម្បីទុកចន្លោះទុកស្ពេសឲ្យអំបិលមានប្រតិកម្មជាមួយនឹងលោហៈជាមួយនឹងទឹកឡើងទៅជាក្រាមឲ្យបានច្រើនគឺបានន័យថាឥទ្ធិពលនៃការបន្ទោះលៀបនេះគឺបានល្អប្រសើរហើយក្រាមពណ៌សគឺជាក្រាមដែលពោពេញទៅដោយភាពបរិសុទ្ធគឺល្អខ្លាំងបន្សុទ្ធខ្យល់ល្អតែបើសិនជាក្រាមឡើងពណ៌ខ្មៅបានន័យថាបន្សុទ្ធខ្យល់អត់ល្អបងប្អូនត្រូវតែដូរចេញហើយអញ្ចឹងសម្រាប់ពេលវេលាដែលនឹងខ្ញុំរើសជូនបងប្អូនបានในការដាក់អំបិលបញ្ញភូតបន្ទោះលៀបខែមមីដែលជាខែមិថុនានេះលើកទី1គឺនៅក្នុងថ្ងៃទី13
ខែមិថុនាគឺជាថ្ងៃមមីថ្ងៃមមីស្ថិតនៅក្នុងខែមមីគឺជាថ្ងៃស្ថាបនាឯវេលាម៉ោងគឺនាងខ្ញុំឲ្យបងប្អូនដាក់នៅម៉ោងថោះគឺម៉ោង5ព្រឹកដល់ម៉ោង7ព្រឹកវេលាលើកទី2គឺបងប្អូនអាចដាក់អំបិលបញ្ញភូនៅថ្ងៃទី24ខែមិថុនាដែលជាថ្ងៃម្សាញ់ប៉ុន្តែថ្ងៃម្សាញ់នេះគឺស្ថិតនៅក្នុងថ្ងៃបិទរីឯវេលាដែលយើងយកបានគឺវេលាម៉ោងវកម៉ោង3រហូតដល់ម៉ោង5ល្ងាចវេលាទី3បងប្អូនអាចដាក់អំបិលបញ្ញភូនៅក្នុងថ្ងៃទី3ខែកក្កដាស្ថិតនៅក្នុងខែមមីដែរថ្ងៃទី3ខែកក្កដាគឺជាថ្ងៃខាគឺជាថ្ងៃជោគជ័យនៅក្នុងខែមមីវេលាដែលនេះខ្ញុំឲ្យបងប្អូនដាក់អំបិលបញ្ញភូនៅក្នុងថ្ងៃទី3ថ្ងៃខានេះគឺបងប្អូនអាចដាក់បាននៅក្នុងម៉ោង1ម៉ែគឺម៉ោង1ដល់ម៉ោង3ល្ងាចចឹងខ្ញុំបញ្ជាក់ជូនបងប្អូនទាំងអស់គ្នាសម្រាប់ការដាក់អំបិលបញ្ញភូគឺយើងដាក់ដើម្បីផ្ទុះលាបផ្កាយលេខ5ផ្កាយលុយមហិមាបូកជាមួយនឹងផ្កាយលេខ8ជាផ្កាយចរន្តលុយបើសិនជាផ្កាយលេខ5ប្រចាំឆ្នាំគឺយើងត្រូវរកផ្កាយលេខ8ប្រចាំខែហើយយើងត្រូវរកផ្កាយលេខ8ប្រចាំថ្ងៃហើយនិងផ្កាយលេខ8ប្រចាំម៉ោងថ្ងៃទី13មិថុនាថ្ងៃមមីផ្កាយលេខ8ចុះប្រចាំថ្ងៃហើយផ្កាយលេខ8ចុះនៅក្នុងម៉ោងថោះថ្ងៃមមីហ្នឹងថ្ងៃទី24ខែមិថុនាថ្ងៃម្សាញ់ផ្កាយលេខ8ចុះប្រចាំថ្ងៃហើយផ្កាយប្រចាំម៉ោងចុះលេខ8គឺនៅម៉ោងវកថ្ងៃទី3កក្កដាផ្កាយលេខ8ចុះគឺថ្ងៃខាហើយនៅក្នុងថ្ងៃខានេះផ្កាយលេខ8ចុះប្រចាំម៉ោងគឺនៅម៉ោងវកប៉ុន្តែបងប្អូនមកស្ដាប់ទាំងអស់គ្នាដោយសារនៅក្នុងថ្ងៃទី3ខែកក្កដាថ្ងៃខាម៉ោងវកថ្ងៃហ៊ានម៉ោងឆុងគ្នាខ្ញុំអត់ឲ្យបងប្អូនប្រើប្រាស់ម៉ោងវកទេខ្ញុំឲ្យបងប្អូនប្រើប្រាស់ម៉ោង1ម៉ែចំនួនដោយសារម៉ោង1ម៉ែនេះគឺមានផ្កាយលេខ9ចុះនៅទិសខាងត្បូងដោយសារផ្កាយលេខ9ជួយផ្កាយលេខ8ប្រចាំថ្ងៃអត់ប៉ះពាល់ជាមួយនឹងផ្កាយលេខ5ទេដូច្នេះយើងអាចដាក់អំបិលបញ្ញភូនៅក្នុងថ្ងៃខាថ្ងៃជោគជ័យនេះគឺវេលាម៉ោង1ម៉ែខ្ញុំសូមបន្តសម្រាប់តួរិស័យជាពិសេសបងប្អូនដែលកើតនៅក្នុងឆ្នាំណាអាចដាក់អំបិលបញ្ញភូបាននៅក្នុងថ្ងៃទាំង3នេះហើយនៅក្នុងម៉ោងនៃថ្ងៃនីមួយៗដែលខ្ញុំផ្ដល់ជូនបងប្អូនទាំងអស់គ្នានៅក្នុងថ្ងៃទី13គឺជាថ្ងៃមមីយើងដាក់អំបិលបញ្ញភូនៅម៉ោងថោះអញ្ចឹងហាមបងប្អូនដែលមានតួរិស័យជូតពិសេសគឺឆ្នាំជូតអត់ឲ្យដាក់ទេព្រោះនៅក្នុងឆ្នាំមមីខែមមីតែបើសិនជាបងប្អូនឆ្នាំជូតហើយត្រូវការធាតុភ្លើងបងប្អូនអាចដាក់បានតែបើសិនជាបងប្អូនអាចជៀសបានបងប្អូនដែលមានតួរិស័យជូតឬឆ្នាំជូតកុំដាក់បងប្អូនស្វែងរកក្រុមគ្រួសារសមាជិកណាម្នាក់ដែលមានតួរិស័យហាក់ជាមួយនឹងថ្ងៃមមីនេះហើយនឹងម៉ោងថោះនេះឲ្យគាត់ដាក់ទៅហើយនៅក្នុងពេលវេលាម៉ោងថោះខ្ញុំបញ្ជាក់បងប្អូនដែលមានតួរិស័យរកាជាពិសេសឆ្នាំរកាក៏អាចដាក់បានដែរបើសិនជាបងប្អូនដែលចង់ដាក់នៅក្នុងថ្ងៃមមីនេះសូមបងប្អូនរកពេលវេលាម៉ោងដែលមានផ្កាយលេខ9ចុះនៅទិសខាងត្បូងហើយជាពេលវេលាម៉ោងដែលមិនឆុងជាមួយនឹងតួរិស័យបងប្អូនចឹងនៅក្នុងថ្ងៃទី13ដែលជាថ្ងៃមមីម៉ោងថោះនេះតួរិស័យដែលដាក់អំបិលបញ្ញភូបានល្អជាងគេបំផុតគឺអ្នកដែលមានតួរិស័យចហើយនឹង1ម៉ែបន្ទាប់មកគឺអ្នកដែលមានតួរិស័យខាហើយបន្តមកទៀតគឺអ្នកដែលមានតួរិស័យកលសម្រាប់តួរិស័យដែលល្អនៅក្នុងថ្ងៃទី13ថ្ងៃមមីម៉ោងថោះហ្នឹងចំណែកឯតួរិស័យបន្តបន្សំទៀតមិនហាក់មិនឆុងតែអាចដាក់បានមានថោះរោងម៉ាសាញ់មមីហើយនឹងបងបញ្ជាក់បន្ថែមថ្ងៃទី13ថ្ងៃមមីគឺថ្ងៃស្ថាបនាបងប្អូនថ្ងៃស្ថាបនាយើងអាចនិយាយថាជាថ្ងៃល្អមធ្យមទេបើបងប្អូនចង់ដាក់អំបិលបញ្ញភូសម្រាប់ថ្ងៃដែលល្អឥតខ្ចោះតែម្ដងគឺនៅក្នុងថ្ងៃទី3ខែកក្កដាថ្ងៃខាថ្ងៃជោគជ័យតែបើសិនជាបងប្អូនឆុងជាមួយនឹងពេលវេលានោះបងប្អូនអាចដាក់នៅក្នុងថ្ងៃទី13ខែមិថុនានឹងបានចូលមកដល់ពេលវេលាទី2ដែលយើងអាចដាក់អំបិលបញ្ញភូបានគឺថ្ងៃទី24ខែមិថុនាដែលជាថ្ងៃម្សាញ់ដាក់នៅវេលាម៉ោងវកដែលមានផ្កាយលេខ5ប្រចាំឆ្នាំផ្កាយលេខ8ប្រចាំខែថ្ងៃម៉ោងប៉ុន្តែនៅក្នុងពេលវេលានេះហាមអ្នកដែលមានតួរិស័យជូតជាពិសេសឆ្នាំជូតប៉ុន្តែបើសិនជាបងប្អូនមានតួរិស័យជូតធ្វើការធាតុភ្លើងអាចដាក់បានតែបើបងប្អូនយល់ល្អគឺអ្នកដែលមានតួរិស័យជូតគឺជាហើយដោយសារយើងដាក់នៅក្នុងពេលវេលាវកអ្នកដែលមានតួរិស័យខាឬឆ្នាំខាក៏មិនត្រូវដាក់ដែរហើយនៅក្នុងថ្ងៃទី24នេះបងប្អូនគឺជាថ្ងៃបិទប៉ុន្តែសម្រាប់ការដាក់អំបិលបញ្ញភូតគឺយើងមើលទៅលើផ្កាយជាចម្បងផ្កាយលេខ5ផ្កាយលេខ8ជាចម្បងដូច្នេះយើងអាចដាក់បានប៉ុន្តែបើសិនជាបងប្អូនដែលមានតួរិស័យល្អនៅក្នុងថ្ងៃទី13ខែមិថុនាឬថ្ងៃទី3ខែកក្កដាល្អជាមួយតួរិស័យបងប្អូនលោទៅធ្វើនៅក្នុងថ្ងៃ2នោះវិញទៅបងប្អូនដែលមានតួរិស័យខាហើយបងប្អូនចង់ដាក់អំបិលបញ្ញភូតនៅក្នុងថ្ងៃទី24ខែមិថុនា
បងប្អូនអាចដូរម៉ោងបានបងប្អូនឆ្នាំខាលអាចផ្លាស់ប្ដូរទៅម៉ោងមួយម៉ែវិញទៅគឺម៉ោង1ដល់ម៉ោង3ល្ងាចគប់កាយលេខ9នឹងចុះនៅទិសខាងត្បូងសម្រាប់តួរាសីដែលល្អជាងគេនៅក្នុងថ្ងៃទី24នេះគឺតួរាសីចដែលបានល្អជាងគេបន្តមកគឺមួយម៉ែហើយបន្តផ្សំមកទៀតគឺមានម្សាញ់មានកលមានរូហើយតួរាសីដែលមិនហាក់មិនឆុងគឺអ្នកដែលមានថោះមានរកាមានឆ្លូវមានវកឥឡូវយើងចូលដល់ថ្ងៃទី3ខែកក្កដាគឺជាថ្ងៃខាលកាលលេខ8ចុះប្រចាំម៉ោងគឺម៉ោងវកប៉ុន្តែខ្ញុំមិនឲ្យបងប្អូនយកម៉ោងវកទេដោយសារវកឆុងជាមួយនឹងថ្ងៃខាលដូច្នេះយើងដូរទៅម៉ោងមួយម៉ែគឺម៉ោង1ដល់ម៉ោង3ល្ងាចវិញសម្រាប់បងប្អូនមានតួរាសីជូតជាពិសេសឆ្នាំជូតវិជាបានសម្រាប់តែបងប្អូនដែលមានឆ្នាំជូតតែត្រូវជាមួយធាតុភ្លើងអាចដាក់បានតែបើមានសមាជិកក្រុមគ្រួសារយើងដែលមានតួរាសីល្អហាក់ជាមួយនឹងថ្ងៃខាលនេះឲ្យគាត់ជាអ្នកដាក់ទៅចឹងខ្ញុំបញ្ជាក់នៅក្នុងថ្ងៃខាលគឺថ្ងៃជោគជ័យក្នុងចំណោមថ្ងៃដាក់អំបិលបញ្ញភូតបានទាំង3ថ្ងៃនេះគឺមានតែថ្ងៃខាលទេគឺជាវេលាល្អជាងគេប៉ុន្តែយើងទៅជាផ្លាស់ប្ដូរម៉ោងអត់អាចយកម៉ោងវកអត់អាចយកម៉ោងវកដែលមានផ្កាយលេខ8ចុះចោលនៅទិសខាងត្បូងបានអញ្ចឹងយើងដូរទៅជាផ្កាយលេខ9វិញអញ្ចឹងវាស្ទើរបន្តិចដែរបងប្អូនអញ្ចឹង3ថ្ងៃហ្នឹងបើថាមួយណាអត់ខ្ចោះបងប្អូនអាចទូទាត់លាត់សោបន្ថែមតែខ្លួនឯងមានបងប្អូនមួយចំនួនគាត់បានរៀបចំដាក់អំបិលបញ្ញភូតតាំងពីដើមឆ្នាំរួចហើយតែគាត់ដាក់តាមថ្នាក់រៀនខ្ញុំឯណាព្រោះថ្នាក់រៀនខ្ញុំអត់ដែរជម្រាបបងប្អូនក្នុងការបន្ទោសលាបដោយដាក់អំបិលបញ្ញភូតទេមានតែអំបិលស្ងួតកាក់6ដើម្បីប្រសាបផ្កាយលេខ5ប៉ុណ្ណោះតែមានបងប្អូនសួរពាក់ព័ន្ធជាមួយនឹងការថែមទឹកអញ្ចឹងសម្រាប់ការថែមទឹកទៅលើអំបិលបញ្ញភូតចាស់របស់បងប្អូននៅទិសខាងត្បូងអញ្ចឹងពេលវេលាទាំង3នេះបងប្អូនមើលទៅពេលវេលាមួយណាដែលល្អជាមួយនឹងតួរាសីបងប្អូនអាចថែមទឹកបាននៅក្នុងពេលវេលាហ្នឹង